ករណីក៏គួរឲ្យចាប់អារម្មណ៍ខ្លាំងមួយនៅក្នុងទីក្រុង Indore ប្រទេសឥណ្ឌាអំឡុងពេលបង្ក្រាបអ្នកសុំទានតាមដងផ្លូវខាងអាជ្ញាធរបានរកឃើញករណីពិសេសមួយដោយបុរសពិការដ៏គួរឲ្យអាណិតម្នាក់ឈ្មោះ Manjalo តែងជិះលើទេសដែកមួយដោយជុំវិញផ្សារ Sarafa សុំប្រាក់បានយ៉ាងច្រើនពីអ្នកដើរឆ្លងកាត់បើតាមសារព័ត៌មាន India Times បានឲ្យដឹងថាបុរសពិការឈ្មោះ Manjalo ជាធម្មតាសុំទានបានប្រាក់ប្រហែល501,000 រូពី $5.451 ជាង$10ក្នុងមួយថ្ងៃទោះជាយ៉ាងណាក៏ដោយនៅពេលដែលក្រុមអភិវឌ្ឍស្ត្រីនិងកុមារបានធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ពួកគេបានរកឃើញថាលោក Manjalo មិនមែនជាអ្នកសុំទានធម្មតានោះឡើយតាមពិតទៅលោកមានអចលនទ្រព្យជាច្រើនដូចជាផ្ទះ3ជាន់មួយក្នុងនៅ Bagat Singh Nagar អចលនទ្រព្យទំហំ500ម៉ែត្រការ៉េនៅ Shiv Nagar និងអាផាតមិនមួយបន្ទប់គេងក្រោមកម្មវិធីថ្មីនៅ Alwasa ត្រូវបានគេរាយការណ៍ថាបានផ្ដោតតាមរយៈកាកបាទក្រហមដោយសារតែពិការភាពរបស់គាត់អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៀតនោះគឺថាលោក Manjalo មិនត្រឹមតែរស់នៅពឹងប្រាក់ដែលគាត់សុំទានបាននោះទេគាត់ថែមទាំងជាអ្នកដាក់ជួលរ៉ឺម៉ក3គ្រឿងមានរថយន្ត Swift Dzire មួយគ្រឿងរួមជាមួយអ្នកបើកបរផ្ទាល់ខ្លួននិងជាអ្នកចងការប្រាក់នៅក្នុងតំបន់ Sarafa ទៀតផងក្រោយពីសុំទានរួចគាត់បានប្រើប្រាក់ទាំងអស់ដែលសុំបាននោះដាក់ឲ្យឈ្មួញតូចនៅក្នុងទីផ្សារខ្ចីដោយគិតការប្រាក់ជារៀងរាល់ថ្ងៃតាមអាជ្ញាធរប៉ាន់ប្រមាណថាដើមទុនដែលគាត់បានវិនិយោគនៅក្នុងទីផ្សារមានប្រមាណ50,000រូពី$5,458ដែលអាចឲ្យគាត់ទទួលបានការប្រាក់រហូតដល់2,000រូពីក្នុងមួយថ្ងៃជាង$21ជុំវិញការរាយការណ៍ពីករណីនេះអាជ្ញាធរបានពិនិត្យមើលគណនីធនាគារនិងសាច់ប្រាក់របស់លោក Manjalo អង្គការ Women and Child Development មានគម្រោងបញ្ជូនបញ្ហានេះទៅកាន់អាជ្ញាធរជាន់ខ្ពស់ដើម្បីបញ្ជាក់ពីបញ្ហាទាក់ទងនឹងភាពជាម្ចាស់កម្មសិទ្ធិរបស់លោក Manjalo លើអចលនទ្រព្យដែលទទួលបានពីកម្មវិធីថ្មីព្រោះតែគាត់ត្រូវបានគេជឿថាមិនមែនជាអ្នកទូរគតពិតប្រាកដដោយមានអចលនទ្រព្យផ្សេងទៀតជាច្រើន